ខ្ញុំបាទសូមជម្រាបសួរនិងសូមសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាយើងដឹងហើយថាអត្ថប្រយោជន៍របស់ដើមត្នោតគឺមានគុណតម្លៃច្រើនខ្លាំងមែនទែនពុកម៉ែបងប្អូនទាំងអស់គ្នាអើយថ្ងៃនេះខ្ញុំចែករំលែកពីអត្ថប្រយោជន៍របស់ស្លឹកត្នោតដែលយើងអាចយកស្លឹកត្នោតទៅធ្វើជាកន្ទេលសម្រាប់យកទៅហាលស្រូវក៏ដូចជាយកទៅក្រាលអង្គុយលេងក៏បានដែរពុកម៉ែបងប្អូនកន្ទេលស្លឹកត្នោតនេះថ្ងៃនេះខ្ញុំបានចុះទៅថតសកម្មភាពត្បាញកន្ទេលរបស់លោកអ៊ុំស្រីញដែលក៏រស់នៅភូមិគរឃុំព្រៃខ្លាស្រុកកោះអណ្ដែតខេត្តតាកែវហើយខ្ញុំបានសាកសួរគាត់ថាតើកន្ទេលមួយអ៊ុំប្រើរយៈពេលប្រហែលថ្ងៃអ៊ុំក៏បានឆ្លើយថាកន្ទេលមួយប្រើរយៈពេលខ្ទង់3ទៅ4ថ្ងៃដោយសារតែគាត់រវល់ការងារផ្ទះផងដែរបើសិនជាទំនេរច្រើនគាត់ត្បាញកន្ទេលមួយរយៈពេលខ្ទង់2ថ្ងៃតែប៉ុណ្ណោះពុកម៉ែបងប្អូនហើយសួរគាត់ថាតើកន្ទេលមួយតើអ៊ុំលក់បានតម្លៃប៉ុន្មានគាត់ថាលក់បានតម្លៃ20000ដែរក្មួយដោយកន្ទេលស្លឹកត្នោតនេះលោកអ៊ុំញបានប្រាប់ថាមានបណ្ដោយ8ហាត់និងទទឹង4ហាត់ការក្រងកន្ទេលស្លឹកត្នោតនេះតាមមើលទៅក្មេងៗជំនាន់ក្រោយពួកយើងប្រហែលជាលេងចេះហើយដោយសារតែការធ្វើកន្ទេលស្លឹកត្នោតនេះប្រើរយៈពេលយូរនិងទាមទារភាពអំណត់អត់ធ្មត់ខ្លាំងមែនទែនពុកម៉ែបងប្អូន